រឿងផ្ទះបណ្ដាំខ្មោចនាងនារីវឌ្ឍនៈជាស្ថាបត្យករវ័យក្មេងម្នាក់មកពីរាជធានីភ្នំពេញដែលមានទស្សនវិស័យបែបវិទ្យាសាស្ត្រនិងមិនជឿលើរឿងអរូបីអ្វីឡើយជីវិតរបស់គេគឺរស់នៅជាមួយការរចនាប្លង់អគារខ្ពស់ៗការកណនាដ៏ជាក់លាក់និងភាពទំនើបជានិច្ចប៉ុន្តែថ្មីនេះជីដូនរបស់គេដែលរស់នៅឯជនបទដាច់ស្រោយមួយឈ្មោះភូមិឫស្សីភ្ញើបានចែកឋានទៅក្នុងបណ្ដាមរតកវឌ្ឍនៈបានទទួលផ្ទះឈើបុរាណមួយខ្នងដែលសង់រាប់ចំនួនមកហើយដំបូងវឌ្ឍនៈគិតថាផ្ទះនោះជាបន្ទប់មួយគេមានបំណងលក់វាចោលឬយ៉ាងហោចណាស់ក៏កែប្រែវាឲ្យក្លាយជាផ្ទះសម្រាប់លំហែបែបទំនើបដែលអាចជួលឲ្យភ្ញៀវទេសចរបានដោយមានគំនិតបែបនេះគេក៏សម្រេចចិត្តទៅកាន់ភូមិឫស្សីភ្នើដោយផ្ទាល់ផ្លូវទៅកាន់ភូមិនោះពិបាកខ្លាំងណាស់ឆ្លងកាត់វាលស្រែដាច់កន្ទុយភ្នែកនិងព្រៃគំផតដែលហាក់ដូចជាមិនទាន់បានប៉ះពាល់ដោយដៃមនុស្សឡើយពេលទៅដល់ភូមិវឌ្ឍនៈមានអារម្មណ៍ថាបរិយាកាសខុសប្លែកពីទីក្រុងយ៉ាងខ្លាំងខ្យល់អាកាសបរិសុទ្ធជាងប៉ុន្តែក្នុងភាពស្ងប់ស្ងាត់នោះមានអ្វីមួយយ៉ាងដែលធ្វើឲ្យគេព្រឺសម្បូរភ្នែករបស់អ្នកភូមិជាច្រើនជាពិសេសមនុស្សចាស់ហាក់ដូចជាសម្លឹងមកគេដោយក្រសែភ្នែកចម្លែកលាយឡំដោយការអាណិតអាសូរនិងភាពភ័យខ្លាចវឌ្ឍនៈគិតថាវាជាការភ័យខ្លាចបែបជនបទចំពោះមនុស្សទីក្រុងហើយក៏មិនបានយកចិត្តទុកដាក់អ្វីឡើយផ្ទះឈើបុរាណរបស់ជីដូនគេឈើត្រដែតនៅចុងភូមិហ៊ុំព័ទ្ធដោយដើមឈើធំម្លប់ត្រឈឹងត្រឈៃវាជាផ្ទះខ្មែរបុរាណដ៏ស្រស់ស្អាតមួយខ្នងដែលមានរានហាលធំទូលាយដំបូលប្រក់ក្បឿនបុរាណនិងសសរឈើមូលយ៉ាងរឹងមាំប៉ុន្តែទោះជាមានសម្រស់ស្រស់ស្រាយយ៉ាងណាក៏ផ្ទះនោះបញ្ចេញនូវអារម្មណ៍ធ្ងន់មួយយ៉ាងហាក់ដូចជាបានផ្ទុកនូវរឿងរ៉ាវរាប់សិបឆ្នាំមកហើយពេលដើរចូលទៅខាងក្នុងធូលីដីហុយខ្ញាញ់ខានបង្ហាញពីភាពរពុះស្នេហ៍របស់ផ្ទះពន្លឺព្រះអាទិត្យចាំងចូលតាមចន្លោះបង្អួចឈើចាស់បង្កើតបានជាកាំរស្មីពណ៌មាសដែលរត់កាត់អណ្ដែតធូលីក្នុងខ្យល់វឌ្ឍនៈបានចំណាយពេលមួយថ្ងៃសម្អាតផ្ទះដោយខ្លួនឯងដោយមានជំនួយបន្តិចបន្តួចពីអ្នកភូមិម្នាក់ដែលជីដូនរបស់គេធ្លាប់ជួលឲ្យមើលថែគេមានគម្រោងកែច្នៃផ្ទះនេះឲ្យមានលក្ខណៈទំនើបប៉ុន្តែនៅតែរក្សាទ្រង់ទ្រាយដើមនៃផ្ទះឈើបុរាណយប់ដំបូងនៅក្នុងផ្ទះនោះខ្យល់ត្រជាក់បានបក់ផាត់បកមកបាក់ផ្ទៃមុខរបស់វឌ្ឍនៈយ៉ាងស្រាវស្រើបទោះជារដូវប្រាំងក៏ដោយក៏ក្នុងផ្ទះហាក់ដូចជាមានភាពត្រជាក់ខុសពីធម្មតាគេឮសូរសំឡេងគ្រប់គ្រងតិចពីចម្ងាយហាក់ដូចជាសំឡេងឈើបុកគ្នាឬក៏សំឡេងសត្វល្អិតផ្សេងវឌ្ឍនៈព្យាយាមបណ្ដេញការភ័យខ្លាចចេញពីចិត្តដោយគិតថាវាគ្រាន់តែជាសំឡេងផ្ទះចាស់ដែលកំពុងទប់ទល់នឹងកម្លាំងខ្យល់ប៉ុណ្ណោះពេលកំពុងរៀបចំសម្ភារៈក្នុងបន្ទប់គេងជីដូនរបស់គេវឌ្ឍនៈបានប្រទះឃើញប្រអប់ឈើចាស់មួយលាក់នៅក្នុងជញ្ជាំងទ្វារក្នុងប្រអប់នោះមានក្រមាសូត្រចាស់មួយដ៏ស្រស់ស្អាតរុំជាប់នឹងតុក្កតាឈើឆ្លាក់យ៉ាងល្អិតល្អន់តុក្កតានោះមានរូបរាងជាស្ត្រីម្នាក់ដែលមានទោកមុខសោកសៅភ្នែកធំសម្លឹងចំត្រង់ហាក់ដូចជាកំពុងយំមិនចេញវឌ្ឍនៈចាប់អារម្មណ៍នឹងភាពបុរាណនិងភាពស្រស់ស្អាតរបស់វាហើយក៏សម្រេចចិត្តយកវាទុកនៅលើតុក្បែរក្រែដេករបស់គេគិតថាវាជាវត្ថុបុរាណដែលអាចមានតម្លៃសម្រាប់ការប្រមូលទុកគេមិនដឹងថាតុក្កតាឈើដ៏ស្រស់ស្អាតនោះនឹងក្លាយជាចំណងនៃសុបិនអាក្រក់របស់គេឡើយប៉ុន្មានថ្ងៃបន្ទាប់វឌ្ឍនៈចាប់ផ្ដើមជួបប្រទះនឹងរឿងរ៉ាវប្លែកៗកាន់តែច្រើនឡើងរឿងដំបូងគឺតុក្កតាឈើនោះគេបានដាក់វានៅលើតុក្បែរក្រែប៉ុន្តែពេលខ្លះគេឃើញវាទៅនៅលើធ្នើរឬក៏ទៅនៅលើកៅអីក្នុងបន្ទប់ផ្សេងគេគិតថាខ្លួនឯងភ្លេចបាត់ហើយក៏ចាប់វាដាក់វិញប៉ុន្តែវាកើតឡើងម្ដងហើយម្ដងទៀតរហូតដល់គេចាប់ផ្ដើមមានមន្ទិលសង្ស័យបន្ទាប់មកសំឡេងចម្លែកឡើងក៏ចាប់ផ្ដើមលេចឡើងនៅពេលយប់គេឮសំឡេងខ្សឹបហាក់ដូចជាសំឡេងមនុស្សស្រីហៅឈ្មោះគេវឌ្ឍនៈតិចពីខ្នោះភាពងងឹតពេលខ្លះគេឮសំឡេងមនុស្សស្រីច្រៀងលួងកូនតិចដែលឮត្រឹមតែមួយផ្លែរួចក៏បាត់ទៅវិញរាល់ពេលដែលសំឡេងនោះលេចឡើងខ្យល់ក្នុងបន្ទប់ក៏កាន់តែត្រជាក់ចុះយ៉ាងខ្លាំងធ្វើឲ្យរោមក្បាលគេព្រឺដោយមិនដឹងខ្លួនវឌ្ឍនៈព្យាយាមបដិសេធការពិតគេជាមនុស្សសម័យថ្មីដែលមិនជឿរឿងខ្មោចព្រៃអីនោះទេគេគិតថាវាជាការយល់សប្តិទេលយុគជ្រៅឬក៏សំឡេងសត្វនៅជុំវិញផ្ទះពេលខ្លះគេក៏គិតថា
ខ្លួនឯងចាប់ផ្ដើមមានបញ្ហាផ្លូវចិត្តដោយសារតែភាពនៅម្នាក់ឯងក្នុងផ្ទះចាស់គេព្យាយាមសម្អាតផ្ទះឲ្យកាន់តែស្អាតបើកបង្អួចឲ្យខ្យល់ចេញចូលច្រើនជាងមុនដើម្បីបំបត្តិអារម្មណ៍ធ្ងន់ធ្ងរនោះប៉ុន្តែរឿងចម្លែកកាន់តែកើនឡើងគេចាប់ផ្ដើមឃើញស្រមោលខ្មៅរត់កាត់ភ្នែកម្ខាងនៅពេលដែលគេកំពុងផ្ដោតអារម្មណ៍លើអ្វីមួយយ៉ាងពេលគេងាកទៅមើលវាក៏បាត់ទៅវិញយ៉ាងលឿនពេលខ្លះគេឃើញរូបរាងស្រមោលស្ត្រីម្នាក់ឈរនៅចុងសាលផ្ទះតែពេលគេប្រឹងសម្លឹងមើលវាក៏រលាយបាត់ដូចផ្សែងការគេងរបស់គេក៏ចាប់ផ្ដើមមិនលក់រាល់យប់គេសុបិនឃើញមនុស្សស្រីម្នាក់យំសោកយ៉ាងខ្លាំងហើយក្នុងសុបិននោះមានពណ៌ក្រហមឆ្អៅនៃឈាមនៅគ្រប់ទីកន្លែងថ្ងៃមួយវឌ្ឍនៈកំពុងរៀបចំប្លង់សម្រាប់ការជួសជុលផ្ទះគេបានដាក់ខ្មៅដៃលើតុតែពេលគេងាកទៅយកវិញខ្មៅដៃក៏រមៀលទៅក្រោមតុគេអនរឹកខ្មៅដៃនោះហើយក៏ស្រាប់តែមានអារម្មណ៍ថាមានដៃត្រជាក់មួយមកប៉ាក់ថ្ពាល់របស់គេក៏ងើបមុខឡើងភ្លាមតែគ្មាននរណាម្នាក់នៅទីនោះឡើយតែអារម្មណ៍ត្រជាក់នោះនៅតែជាប់ក្នុងស្មារតីរបស់គេយ៉ាងខ្លាំងវឌ្ឍនៈមិនអាចទ្រាំទ្រនឹងការបដិសេធការពិតបានទៀតឡើយគេចាប់ផ្ដើមភ័យខ្លាចគេនឹកឃើញពីការសម្លឹងរបស់អ្នកភូមិហើយក៏សម្រេចចិត្តទៅសួរលោកយាយមេភូមិផាឡាដែលជាអ្នកភូមិចំណាស់ជាងគេក្នុងភូមិហើយក៏ជាមិត្តភក្តិរបស់ជីដួនគេផងដែរពេលទៅដល់ផ្ទះយាយផាឡាគេក៏ចាប់ផ្ដើមរៀបរាប់ពីរឿងចម្លែកខ្លាចដែលកើតឡើងក្នុងផ្ទះរបស់គេយាយផាឡាបានស្ដាប់គេដោយទឹកមុខធ្ងន់ធ្ងរភ្នែកដែលចាស់ជរានោះសម្លឹងមើលគេយ៉ាងជ្រៅខ្ញុំដឹងហើយកូនយាយផាឡានិយាយដោយសំឡេងស្រាលតែមើងម៉ាត់ផ្ទះនោះមានម្ចាស់របស់វាហើយយាយផាឡាបានចាប់ផ្ដើមរៀបរាប់ពីប្រវត្តិដ៏សោកសៅរបស់ផ្ទះនោះកាលពីរាប់រយឆ្នាំមុនផ្ទះនោះមិនមែនជារបស់ជីដូនរបស់កូនទេវាជាផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះនាងនារីនាងជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ក្នុងភូមិនេះដែលមានស្វាមីជាបរិសុទ្ធសង្ហាម្នាក់ឈ្មោះប៊ុនលៀបពួកគេស្រឡាញ់គ្នាណាស់ហើយនាងនារីក៏បានពពោះកូនដំបូងរបស់នាងយាយផាឡាដកដង្ហើមធំមួយហើយបន្តទៀតប៉ុន្តែជោគវាសនាបានលេងសើចនឹងនាងប៊ុនឡាបបានលួចលាក់មៀតសាហាយជាមួយនារីម្នាក់ទៀតក្នុងភូមិពេលនាងនារីដឹងរឿងនេះនាងឈឺចាប់ខ្លាំងណាស់ក្នុងពេលដែលនាងចិត្តសម្រាលកូនប៊ុនឡាបបាននាំសាហាយរបស់គេមកផ្ទះហើយបានជេរប្រមាថនាងយ៉ាងខ្លាំងនារីស្រួយម្នាក់នោះក៏បានរុញនាងនារីឲ្យដួលនៅកណ្ដាលផ្ទះនាងនារីបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយក៏បានស្លាប់បាត់បង់ជីវិតជាមួយនឹងកូនក្នុងផ្ទៃរបស់នាងក្នុងឈាមប្រឡាក់ពេញក្តារផ្ទះនោះឯងវឌ្ឍនៈមានអារម្មណ៍ថាបេះដូងរបស់គេញ័ររន្ធត់រូបភាពនៃសុបិនអាក្រក់របស់គេភាពក្រហមឆ្អៅនៃឈាមស្រមោលមនុស្សស្រីយំសោកវាហាក់ដូចជាត្រូវបានភ្ជាប់ទៅនឹងរឿងរ៉ាវដែលយាយផាឡាកំពុងរៀបរាប់តាំងពីពេលនោះមកវិញ្ញាណរបស់នាងនារីមិនបានទៅណាឆ្ងាយពីផ្ទះនោះឡើយនាងត្រូវបានជាប់ឃុំឃាំងដោយការឈឺចាប់ការក្បត់និងការស្រែកឃ្លានចង់បានកូនរបស់នាងដែលមិនបានកើតនាងបានប្រែក្លាយទៅជាវិញ្ញាណដែលពោរពេញទៅដោយកំហឹងនិងការស្រែកឃ្លានការសងសឹកអ្នកភូមិច្រើនចំនួនមកហើយដឹងរឿងនេះគ្មានអ្នកណាហ៊ាននៅផ្ទះនោះយូរទេលើកលែងតែជីដូនរបស់កូនដែលជាមនុស្សចិត្តល្អហើយតែងតែធ្វើបុណ្យឧទ្ទិសកុសលឲ្យនាងតែវិញ្ញាណនាងមិនបានស្ងប់ឡើយយាយផាឡាបន្តហើយកូនបានរកឃើញតុក្កតាឈើនោះមែនទេយាយផាឡាសួរដោយសម្លឹងចំមុខវឌ្ឍនៈក៏នឹកឃើញដល់តុក្កតាឈើដែលគេបានដាក់លើតុក្បែរគ្រែគេក៏ងក់ក្បាលបាទខ្ញុំបានរកឃើញវាក្នុងចិញ្ចៀងនោះគឺជាតុក្កតាដែលនាងនារីបានឆ្លាក់ទុកសម្រាប់កូនរបស់នាងវាជាចំណងនៃវិញ្ញាណរបស់នាងពេលកូនយកវាចាញ់វាហាក់ដូចជាកូនបានដាស់នាងឲ្យភ្ញាក់ពីដំណេកឡើងវិញនាងបានឃើញកូនជាបុរសថ្មីក្នុងផ្ទះហើយនាងគិតថាកូនគឺជាប៊ុនលៀបដែលបានត្រឡប់មកវិញឬក៏នាងចង់ឲ្យកូនក្លាយជាប្តីថ្មីរបស់នាងហើយបំពេញនៅបំណងប្រាថ្នាចង់បានគ្រួសារដែលនាងមិនបានសម្រេចនោះឯងនាងនឹងមិនទុកកូនឲ្យទៅណាឡើយរហូតដល់នាងអាចធ្វើឲ្យកូនក្លាយជារបស់នាងឬក៏សងសឹកនឹងកូនដែលនាងគិតថាជាអ្នកក្បត់នាងពាក្យសម្ដីរបស់យាយផាឡាបានជួយឲ្យវឌ្ឍនៈស្រាវស្រើបទូទាំងខ្លួនរាល់ការមិនជឿទាំងឡាយរបស់គេបានរលាយបាត់អស់ភាពភ័យខ្លាចដ៏ពិតប្រាកដបានចូលមកជំនួសវិញ
គេដឹងថាគេត្រូវតែធ្វើអ្វីមួយចុះខ្ញុំគួរតែធ្វើយ៉ាងម៉េចទៅយាយ វឌ្ឍនៈសួរដោយសំឡេងញ័រញ័រ យាយផាឡាងក់ក្បាលតិចតិចនាងនារីត្រូវការសន្តិភាពនាងត្រូវការគេទទួលស្គាល់ការឈឺចាប់របស់នាងកូនត្រូវតែបបួលនាងឲ្យរកសន្តិភាពមិនមែនប្រយុទ្ធនឹងកំហឹងរបស់នាងឡើយយាយផាឡាក៏បានប្រាប់ពីរបៀបធ្វើពិធីសាមញ្ញមួយដើម្បីឧទ្ទិសបុណ្យដល់នាងនារីវឌ្ឍនៈក៏ត្រឡប់ទៅផ្ទះវិញដោយមានបេះដូងញាប់ញ័រគេដឹងថាយប់នេះនឹងក្លាយជាយប់ដែលសម្រេចវាសនារបស់គេពេលដែលយប់ជ្រៅទៅភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចបានគ្របដណ្ដប់ផ្ទះទាំងមូលវឌ្ឍនៈអង្គុយលើកៅអីសម្លឹងមើលតុក្កតាឈើនោះដោយភ្នែកមិនព្រិចស្រាប់តែសំឡេងខ្សឹបក៏ចាប់ផ្ដើមលេចឡើងម្ដងទៀតលើកនេះវាកាន់តែច្បាស់ជាងមុនដូចជានៅក្បែរត្រចៀកគេអ៊ីចិនប៊ុនលៀបអញត្រឡប់មកវិញហើយសំឡេងនោះខ្សឹបយ៉ាងស្រាវស្រើបក្នុងនោះលាយឡំដោយការស្រែកឃ្លាននិងកំហឹងភ្លាមនោះពន្លឺក្នុងផ្ទះក៏ចាប់ផ្ដើមផ្លឹបផ្លែតខ្យល់ព្យុះដ៏ត្រជាក់បានបក់បោកយ៉ាងខ្លាំងក្នុងបន្ទប់ទោះជាទ្វារបង្អួចបិទជិតក៏ដោយរូបភាពស្រមូលនៃស្ត្រីម្នាក់ក៏ចាប់ផ្ដើមលិតឡើងនៅគ្រប់ជ្រុងនៃបន្ទប់នាងជាស្រីម្នាក់ដែលស្លៀកពាក់ឈុតបុរាណពណ៌សមានសក់វែងអន្លាយហើយមុខមាត់របស់នាងពោរពេញទៅដោយការឈឺចាប់និងកំហឹងភ្នែករបស់នាងក្រហមឆ្អៅហាក់ដូចជាភ្នែករបស់ខ្មោចកូនខ្ញុំនៅឯណានាងយំសោកយ៉ាងខ្លាំងសំឡេងរបស់នាងបានធ្វើឲ្យក្តារផ្ទះរង្គើវឌ្ឍនៈមានអារម្មណ៍ថាបេះដូងរបស់គេស្ទើរតែលោតចេញពីទ្រូងគេព្យាយាមនិយាយដោយសំឡេងញ័រញ័រតាមការណែនាំរបស់យាយផាឡានាងនារីខ្ញុំមិនមែនប៊ុនលៀបទេខ្ញុំគឺវឌ្ឍនៈខ្ញុំដឹងពីការឈឺចាប់របស់នាងខ្ញុំដឹងពីរឿងរ៉ាវដែលបានកើតឡើងខ្ញុំសូមទោសជំនួសប៊ុនលៀបខ្ញុំសូមទោសជំនួសគ្រប់យ៉ាងដែលបានធ្វើឲ្យនាងរងទោសពេលវឌ្ឍនៈនិយាយពាក្យនោះរូបរាងរបស់នាងនារីក៏ប្រែប្រួលមុខរបស់នាងកាន់តែខឹងសម្បានាងបានហោះសំដៅមកវឌ្ឍនៈយ៉ាងលឿងវឌ្ឍនៈមានអារម្មណ៍ថាដូចជាត្រីបានវាយប្រហារដោយកម្លាំងដែលមើលមិនឃើញគេក៏ដួលចុះលើក្តារផ្ទះខ្យល់ដង្ហើមរបស់គេហាក់ដូចជាត្រូវបានច្របាច់កគេដកដង្ហើមមិនរួចឯងក៏ហប់ឯងគឺជាពន្លៀបឯងបានសម្លាប់កូនរបស់យើងឯងបានបោះបង់ខ្ញុំនាងស្រែកឡើងសំឡេងដ៏ខ្ពស់ស្រួតធ្វើឲ្យកញ្ចក់បង្អួចប្រេះបែកវឌ្ឍនៈដឹងថាគេត្រូវតែរងមាំគេងើបខ្លួនឡើងវិញដោយកម្លាំងចិត្តចុងក្រោយហើយចាប់យកតុក្កតាឈើនោះមកកាន់ក្នុងដៃគេក៏ប្រាប់នាងនារីថាតុក្កតានេះគឺជាកូនរបស់នាងបានទុកវាចោលខ្ញុំដឹងថានាងឈឺចាប់តែការសងសឹកនឹងមិនធ្វើឲ្យនាងបានសុខឡើយសូមនាងអភ័យទោសសូមនាងទៅកាន់សុគតិភពចុះសូមឲ្យវិញ្ញាណរបស់នាងបានស្ងប់វឌ្ឍនៈបានដាក់តុក្កតាឈើនោះទៅក្នុងចានបាយដែលគេបានរៀបចំទុកហើយបានអធិដ្ឋានក្នុងចិត្តយ៉ាងមុតមាំគេបានឧទ្ទិសបុណ្យកុសលដែលគេធ្លាប់បានធ្វើទាំងប៉ុន្មានដល់វិញ្ញាណនាងនារីនិងកូនរបស់នាងគេបាននិយាយទៅកាន់នាងដោយសំឡេងពោរពេញដោយការអាណិតអាសូរនិងការយោគយល់សូមឲ្យការឈឺចាប់របស់នាងបានរលត់ទៅសូមឲ្យនាងបានជួបជុំកូនរបស់នាងនៅឋានសុខពាក្យសម្ដីរបស់វឌ្ឍនៈហាក់ដូចជាមានឥទ្ធិពលអ្វីមួយយ៉ាងរូបរាងខ្មោចនាងនារីក៏ចាប់ផ្ដើមស្រអាប់ទៅកំហឹងក្នុងភ្នែករបស់នាងក៏រលត់បន្តិចម្ដងចំនួនដោយភាពសោកសៅដ៏ជ្រាលជ្រៅនិងការច្របូកច្របល់នាងបានសម្លឹងមើលទៅតុក្កតាឈើក្នុងចានរួចក៏ងាកមកសម្លឹងមើលវឌ្ឍនៈម្ដងទៀតលើកនេះទឹកមុខរបស់នាងលែងមានកំហឹងទៀតហើយតែជាការដឹងគុណលាយលំនឹងភាពអស់សង្ឃឹមនាងបានលើកដៃមកប៉ះផ្ពាល់របស់វឌ្ឍនៈម្ដងទៀតតែលើកនេះការប៉ះនោះលែងត្រជាក់ដូចមុនទៀតហើយតែបែរជាមានភាពកក់ក្ដៅលាយលំនឹងភាពស្រស់ស្រាយមួយផ្លែតបន្ទាប់មករូបរាងរបស់នាងក៏រលាយបាត់ទៅក្នុងភាពងងឹតបន្តិចម្ដងដូចជាអបដែលរសាត់បាត់ដោយសារពន្លឺថ្ងៃអញ្ចឹងសំឡេងយំសោកក៏បានរលត់បាត់សំឡេងខ្សឹបក៏លែងលេចឡើងទៀតហើយវឌ្ឍនៈដួលចុះលើក្តារផ្ទះដោយអស់កម្លាំងគេដកដង្ហើមធំមួយយ៉ាងវែងភាពភ័យខ្លាចនៅតែជាប់ក្នុងខ្លួនគេតែវាលែងមែនជាការភ័យខ្លាចដែលធ្វើឲ្យរន្ធត់ទៀតហើយតែជាការភ័យខ្លាចដែលបានបន្សល់ទុកនៅការយល់ដឹងដ៏ជ្រាលជ្រៅព្រឹកឡើងពេលពន្លឺថ្ងៃរះចាំងចូលមកក្នុងផ្ទះនោះហាក់ដូចជាបានផ្លាស់ប្ដូរទាំងស្រុង
ភាពត្រជាក់ដ៏គួរឲ្យខ្លាចបានរលាយបាត់អស់ចំនួនមកវិញនៅភាពកក់ក្ដៅនិងភាពស្ងប់ស្ងាត់ដែលមិនធ្លាប់មានពីមុនមកខ្យល់អាកាសក្នុងផ្ទះហាក់ដូចជាស្រស់ថ្លាហើយមានក្លិនផ្កាម្លិះតិចៗរសាត់មកវឌ្ឍនាបានទៅសួរយាយផាឡាម្ដងទៀតហើយបានរៀបរាប់ពីអ្វីដែលបានកើតឡើងកាលពីយប់មិញយាយផាឡាបានងក់ក្បាលយល់ព្រមទឹកមុខរបស់គាត់ញញឹមតិចៗកូនបានធ្វើវាបានសម្រេចហើយវឌ្ឍនានាងបានទៅហើយនាងបានរកឃើញសន្តិភាពរបស់នាងហើយវឌ្ឍនាសម្លឹងមើលទៅផ្ទះរបស់ជីដូនគេម្ដងទៀតវានៅតែជាផ្ទះឈើបុរាណដដែលតែវាលែងមានអារម្មណ៍ធ្ងន់ទៀតហើយគេបានទុកតុក្កតាឈើនោះនៅក្នុងចានបាយជារៀងរហូតហើយបានរៀបចំកន្លែងតូចមួយនៅកាច់ជ្រុងផ្ទះសម្រាប់ដាក់ផ្កានិងធូបជារៀងរាល់ថ្ងៃដើម្បីឧទ្ទិសដល់វិញ្ញាណនាងនារីគេមិនបានកែប្រែផ្ទះនោះឲ្យទៅជាផ្ទះទំនើបដោយគម្រោងដើមទៀតឡើយគេបានសម្រេចចិត្តរក្សាវាទុកជាផ្ទះបុរាណដែលជាទីកន្លែងសម្រាប់គោរពវិញ្ញាណដែលធ្លាប់រងទុក្ខហើយឥឡូវបានរកឃើញសន្តិភាពរបស់ខ្លួនវឌ្ឍនាមិនមែនជាមនុស្សវឌ្ឍនាពីមុនទៀតឡើយគេនៅតែជាស្ថាបត្យករសម័យថ្មីតែក្នុងចិត្តរបស់គេបានទទួលយកនូវជំនឿលើរឿងអរូបីដែលមើលមិនឃើញទទួលស្គាល់នូវអំណាចនៃវិញ្ញាណនិងសារៈសំខាន់នៃការគោរពបូជាគេដឹងថាពិភពលោកនេះមិនមែនគ្រាន់តែជាការគណនាដ៏ជាក់លាក់នោះទេតែវាក៏មានរឿងរ៉ាវដែលលើសពីការយល់ដឹងរបស់មនុស្សធម្មតាដែរគេបានរកឃើញសន្តិភាពសម្រាប់ផ្ទះនោះហើយក៏បានរកឃើញសន្តិភាពសម្រាប់ខ្លួនឯងផងដែរគេដឹងថានាងនារីពិតជាបានទៅហើយតែរឿងរ៉ាវរបស់នាងនឹងនៅតែជាបណ្ដាំបង្រៀនជីវិតសម្រាប់គេជានិច្ចឲ្យគេចែកជល់ពីការឈឺចាប់របស់អ្នកដទៃនិងគោរពនៅអ្វីដែលមើលមិនឃើញផ្ទះឫស្សីភ្ញះនៅតែឈរត្រដែតនៅទីនោះតែឥឡូវនេះវាមិនមែនជាផ្ទះដែលមានបណ្ដាំខ្មោចទៀតទេតែជាផ្ទះដែលផ្ទុកនូវរឿងរ៉ាវនៃសន្តិភាពនិងការយល់ដឹង